ngàyនេះបងសុំណែនាំពីរបៀបប្រើដងឡាមបងនាំចូលអីវ៉ាន់ថ្មីនេះបងប្អូនទាំងអស់គ្នាយើងដកអាក្បាលនឹងចេញមកហើយលើកវាចេញមកវាមានតែពីរហ្នឹងទេអត់មានអីបាក់ប្រើទេហើយបន្ទាប់មកអាឡាមមួយហ្នឹងមកប្រទះហ្នឹងយើងយកឡាមមកដាក់ចូលក្នុងអាក្បាលនេះវាហ្នឹងមកបិទកម្របវាទៅអត់មានអីបាក់ប្រើបងប្អូនទាំងអស់គ្នាព្រោះវាមានខ្ចៅមូលនៅក្នុងហ្នឹងហើយពេលយើងកោទៅវាអត់កលិចវាអត់អីទេព្រោះហ្នឹងវាល្អជើងវាហ្នឹងយើងមូលវាចូលរត់ឲ្យតឹងមកហើយពេលយើងកោវាអត់កលិចវាអត់អីទេយើងរត់វាណែនអញ្ចឹងហើយតែប៉ុណ្្នឹងមានអីបាក់ហើយបន្ទាប់មកយើងយកមកកោមកវាអត់មុតវាអត់អីទេហើយមិនភ័យខ្លាចកលិចទេព្រោះយើងរត់ខ្ចៅណែនណា